ក្រសួងវប្បធម៌ចាត់ទុកថាសំណង់នៅថៃដែលចម្លងតាមប្លង់ប្រាសាទអង្គរវត្តគឺជាការរំលោភបំពានទាំងស្រុងទៅលើអត្តសញ្ញាណជាតិខ្មែរប្រិមត្តជាទីគោរពនិងជាទីមេត្រីភាគីកម្ពុជាប្រតិកម្មជាថ្មីទៅនឹងភាគីថៃដែលសាងសង់សំណង់ស៊ីហានគរដែលមានរូបរាងដូចទៅនឹងប្រាសាទអង្គរវត្តរបស់ខ្មែរក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី40របស់គណៈកម្មាធិការ ICC អង្គរសម្បូរព្រៃគុកកាលពីថ្ងៃទី19ខែមិថុនាដល់ថ្ងៃទី20ខែមិថុនាឆ្នាំ2025រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺលោកស្រីភឿងសក្កូណាប្រកាសថាការសាងសង់សំណង់ដោយយកគំរូឬប្លង់ប្រាសាទអង្គរវត្តបែបនេះគឺជាការរំលោភបំពានទាំងស្រុងទៅលើអត្តសញ្ញាណដួងព្រលឹងនិងវប្បធម៌ជាតិខ្មែរគូរំលឹកថាប្រជាជនខ្មែរធ្លាប់ប្រតិកម្មតាំងពីអំឡុងឆ្នាំ2021មកម្លេះក្រោយឃើញសំណង់រូបរាងដោយប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងនៅលើទឹកដីថៃមកដល់ពេលនេះថៃពុំបានរុះរើឬកែកុនសំណង់នោះចេញឡើយពលគឺនៅតែរក្សាទុកទម្រង់ដោយប្រាសាទអង្គរវត្តដដែលលោកស្រីភឿងសក្កូណាបានវិតម្លៃថាសំណង់ប្រាសាទស៊ីហានគររបស់ថៃគឺជាសំណង់មួយដែលចម្លងប្លង់ពីប្រាសាទអង្គរវត្តរបស់ខ្មែរហេតុនេះលោកស្រីចាត់ទុកថាបំពេញទាំងស្រុងទៅនឹងកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ1972បំពេញទៅលើតម្លៃលេចធ្លោជាសកលនិងសុភាពដើមនៃរមណីយដ្ឋានអង្គរបំពេញទៅនឹងអត្តសញ្ញាណនិងប្រលឹងជាតិវប្បធម៌ខ្មែរនិងកង្វះខាតផ្នែកសិលធម៌បេតិកភណ្ឌយ៉ាងធ្ងន់ធ្ងរគូជំរាបជូនថាប្រាសាទស៊ីហានគរមានទីតាំងស្ថិតនៅក្នុងវត្តពុទ្ធសាសសិលាភូមិហ្វាមហាខេត្តបុរីរាមប្រទេសថៃកាលពីឆ្នាំ2021ភាគីថៃបានបកស្រាយហើយថាការសាងសង់ប្រាសាទនេះគឺមិនមានលួចចម្លងប្លង់ឬសាងសង់តាមរចនាបថស្ថាបត្យកម្មប្រាសាទអង្គរវត្តឬប្រាសាទបុរាណណាមួយដែលនៅក្នុងប្រទេសកម្ពុជាឡើយពលគឺសាងសង់តាមគំរូរបស់ខ្លួននិងរចនាបថរបស់ប្រទេសខ្លួនឯងនៅក្នុងតំបន់នោះបាទបងប្អូនប្រិមត្តទាំងអស់គ្នាចឹងបានន័យថាប្រទេសថៃបាទតាំងពីឆ្នាំ2021បាទដែលបានសាងសង់ប្រាសាទបាទដែលមានរចនាបថដូចទៅនឹងប្រាសាទអង្គរវត្តតាំងពីឆ្នាំ2021បាទគឺមកដល់ពេលនេះគឺមិនទាន់មានការរុះរើទេបាទគឺនៅតែបន្តនៅឡើយបាទអញ្ចឹងប្រជាជនខ្មែរគឺបានប្រតិកម្មខ្លាំងកាលពីឆ្នាំ2021រហូតដល់ឆ្នាំ2025នេះគឺខាងភាគីថៃមិនទាន់ចេញអីទេបាទជាផ្លូវការទេនៅតែនិយាយថាគឺសាងសង់តាមរចនាបថរបស់តាមប្រាសាទរបស់ខ្លួនបាទតាមប្លង់របស់ខ្លួនក៏ប៉ុន្តែបើយើងយកមកមើលទៅគឺប្លង់ 100% គឺដូចនឹងប្រាសាទអង្គរវត្តរបស់យើងបងប្អូនអរគ្នាបាទឃើញថាទៅសៀមគ្មានបាទចេះអីក្រៅពីលួចចម្លងមែនបង